ចានេះគឺជាម៉ាស៊ីន Audi 881យើងដកក្រោបវាទៅបន្ទាប់មកខាងក្រោយវាហ្នឹងគឺយើងដោតភ្លើងអញ្ចឹងប្រភេទនេះគឺប្រើភ្លើងបងអញ្ចឹងបងដោតភ្លើងបន្ទាប់ពីដោតភ្លើងហើយបងចុចនៅលើខាងលើនេះក៏បាននៅលើតេឡេក៏បានដែរតែសម្រាប់ខ្ញុំចុចខាងលើនេះហើយដូចហ្នឹងគឺយើងមើលនៅលើនេះយើងមើលនៅលើហ្នឹងគឺសេរីភាពច្បាស់អាមុខហ្នឹងនេះឃើញអត់បើខ្ញុំសេរីអញ្ចឹងទៅឃើញអត់សេរីអត់ច្បាស់យើងមកឆ្វេងមកស្ដាំវិញអញ្ចឹងទៅហើយខាងក្រោយវាគឺ keystone អញ្ចឹងបងសេរីតាមហ្នឹងទៅមើលតាមការជាក់ស្ដែងចាបងនេះសម្រាប់ការភ្ជាប់ជាមួយនឹង Wi-Fi ចូល setting នេះចូល setting កងចាក់ខាងលើហ្នឹងបន្ទាប់មកយើងភ្ជាប់ Wi-Fi ទៅនេះខ្ញុំភ្ជាប់ Bluetooth ទៅបាសអញ្ចឹងយើងអូខេលើ Bluetooth យើងបើក Bluetooth ទៅដើម្បីភ្ជាប់ទៅបាសរបស់យើងណាបន្ទាប់ពីភ្ជាប់ Bluetooth បានហើយយើងចង់សេរីភាពច្បាស់របស់វាទៀតចូល projection setting ហើយយក zoom ទៅយើងចង់ zoom តូចជាងហ្នឹងក៏បានដែរតូចជាងហ្នឹងទៀតក៏បានដែរណាចាបន្ទាប់មកយើងចេញពីយើងចេញពីហ្នឹងមកខ្ញុំបញ្យល់បន្ថែមទៀតនេះខ្ញុំឲ្យដូរកន្លែងកន្លែងនេះទៅជាសាយអញ្ចឹងយើងសេរី4ជ្រុងអញ្ចឹងណាអញ្ចឹងបងមើលវីដេអូម្ដងមួយកុំខាបងមើលម្ដងតិចទៅអញ្ចឹងបងសេរី4ជ្រុងអញ្ចឹងបងគិតថាជ្រុងកន្លែងណាដែលអត់សមប្រកបបងសេរីជ្រុងហ្នឹងទៅចាហើយបន្ទាប់មកគឺចេញមកវិញខ្ញុំដូរមក front វិញអញ្ចឹងទៅហើយបងចង់សេរី manual ឬក៏ zoom អីនេះ manual suggest keystone អីហ្នឹងគឺសេរីតាមហ្នឹងទៅណាហើយអានោះគឺយើងចាប់ទៅលើពីដានលើគេណាអញ្ចឹងខ្ញុំចង់ចាប់លើពីដានយើងក្លាប់រុកអីគឺយើងសេរីកន្លែងហ្នឹងមកអូខេយើងถึงចេញមកវិញហើយបើសិនជាបងចង់សេរី update system អីអាហ្នឹងអត់ពាក់ព័ន្ធទេមិនបាច់ចូលក៏បានដែរគ្រាន់តែខ្ញុំប្រាប់ត្រួសអាហ្នឹងអត់មានអីពាក់ព័ន្ធទេភ្ជាប់មួយកុំព្យូទ័របងចូលមេរខាចាបន្ទាប់ពីចូលមេរខាយើងមើលលើកុំព្យូទ័ររបស់យើងយើងចុចពាក្យ start now ឬក៏ window ក៏បានដែរចុច window ឲ្យជាប់ជាអក្សរ K ចុចឲ្យជាប់ហើយចុចអក្សរ K បន្ទាប់មកវា scan device ដែលយើងចង់ភ្ជាប់ហើយអញ្ចឹងយើងចុចលើ device ដែលយើងចង់ភ្ជាប់ហ្នឹងទៅបន្ទាប់មកកុំព្យូទ័ររបស់យើងវាឃើញតែអក្សរអញ្ចឹងយើងមើលលើកុំព្យូទ័រយើងមួយសារទៀតយើងចុច window ឬក៏អក្សរ start ឲ្យជាប់ចុចឲ្យជាប់មកហើយចុចយកអក្សរ P ម្ដងចាចុចយកអក្សរ P យើងយក duplicate មានន័យអេក្រង់ projector យើងហើយនឹងកុំព្យូទ័រគឺដូចគ្នាបន្ទាប់ហើយបងឃើញអេក្រង់កុំព្យូទ័រនិង projector យើងគឺឃើញដូចគ្នាអញ្ចឹងកុំព្យូទ័រយើងបញ្ចេញអី projector ហ្នឹងក៏បញ្ចេញនឹងដែរនេះឃើញទេរូបភាពជាក់ស្ដែងតែខ្ញុំនឹងប្រាប់ពីរបៀបនៃការភ្ជាប់ជាមួយនឹងទូរស័ព្ទ iPhone អញ្ចឹងយើងចូល iOS ខាសបន្ទាប់មកយើងយកទូរស័ព្ទរបស់យើងអូសពីលើចុះក្រោមអញ្ចឹងអូសពីលើចុះក្រោមយើងយក screen mirroring អញ្ចឹងយើងចុចមកប៉ក់ពីប៉ក់វាចេញ device មកអញ្ចឹងពេលដែលទូរស័ព្ទយើងបង្ហាញអី projector វាបង្ហាញនឹងដែរមានន័យថាវាជាប់តែយើងត្រូវចាំថា projector ហើយនឹងកុំព្យូទ័រនឹងទូរស័ព្ទ iPhone របស់យើងគឺត្រូវស្ថិតនៅក្នុង network ជាមួយគ្នាបើប្រភេទ Android មិនបាច់ក៏បានដែរអត់ស្ថិតនៅក្នុង Wi-Fi មួយគ្នាទេ